សួស្តីអ្នកនរគ្នាជាទីស្រឡាញ់រាប់អានថ្ងៃនេះដែរគឺជាថ្ងៃប្រហោះមេឃបើកថ្ងៃខ្លាំងមែនតើនេះហើយខ្ញុំមកលេងមកផ្ទះមើលផ្ការីកនេះផ្ការបស់ខ្ញុំរីកនេះផ្ការីកឆ្លៀតមកមើលផ្ការីកនេះខ្ញុំចង់ធ្វើវីដេអូខ្លីមួយដែលនិយាយអំពីអ្នកសុំទានម្នាក់រឿងនេះគឺខ្ញុំអាសានិយាយជាមួយកូនស្រីជាទីស្រឡាញ់ទាំង3របស់ខ្ញុំហើយនិងប្តីរបស់ខ្ញុំពេលដែលយើងញ៉ាំអាហារពេលល្ងាចជាមួយគ្នាព្រោះអីនៅនេះប្តីរបស់ខ្ញុំគឺគាត់ទៅធ្វើការថ្ងៃឡើងគាត់មកញ៉ាំបាយដែរតែពេលវេលាគាត់ញ៉ាំបាយគឺតិច1ម៉ោងអញ្ចឹងគាត់អត់សូវមានពេលនិយាយលេងមួយខ្ញុំឯងហើយណាមួយទៀតកូនស្រីទាំង3របស់ខ្ញុំញ៉ាំបាយនៅកង់ទីនអញ្ចឹងគាត់ល្ងាចមិនគាត់មកផ្ទះអញ្ចឹងពេលវេលាដែលមានគឺខ្ញុំញ៉ាំបាយមួយគាត់ណាតែ1ម៉ោងហើយគាត់ត្រូវទៅធ្វើការវិញអញ្ចឹងបញ្ញាបញ្ញាំអញ្ចឹងខ្ញុំអត់បាននិយាយលេងច្រើនទេភាគច្រើនគឺនិយាយនៅពេលយប់យើងមានពេលវេលាច្រើននិយាយគ្នានិយាយអំពីរឿងកំ pl ែងប៉ុន្តែកំ pl ែងនោះមានលក្ខណៈអប់រំអ្នកខ្លះគាត់គាត់អត់ចេះនិយាយគាត់និយាយទៅធ្វើឲ្យគេស្ដាប់គាត់បានហើយគេអត់យល់ជាងការគេយល់ខុសអញ្ចឹងឥឡូវខ្ញុំសូមនិយាយរឿងកំ pl ែងនេះសិនអ្នកទាំងអស់គ្នាយល់ថាម៉េចអាច comment ក្នុងរឿងហ្នឹងគឺនិយាយអំពីអ៊ំប្រុសម្នាក់ហ្នឹងគឺគាត់ពិការភ្នែកហើយគាត់ទៅសុំទាននៅមុខសាលាជំនុំសាលាជំនុំហ្នឹងដែលគេមកជំនុំគ្នាប្តឹងផ្ដាល់lawyer មេធាវីមានមេធាវីមាន magistrate តុលាការដែលគេមកប្រជុំអីនៅកន្លែងហ្នឹងមានអ្នកដើមមិនដឹងអីចឹងគេមកប្តឹងហ្នឹងហើយជារៀងរាល់ថ្ងៃកន្លែងសាលាជំនុំហ្នឹងមានអ្នកគេមកប្តឹងមានអ្នកធ្វើការអីពេញហ្នឹងហើយនៅមុខសាលាជំនុំហ្នឹងគឺមានអ៊ំប្រុសម្នាក់ដែលគាត់ពិការភ្នែកទាំងសងខាងគាត់បានសរសេរនៅលើกระดาษមួយដាក់នៅមុខកន្លែងសាលាជំនុំហ្នឹងកន្លែងផ្លូវចូលហ្នឹងហើយសុំលុយគេគាត់ពិការភ្នែកគាត់និយាយថាគាត់នឹងគឺជាបុរសម្នាក់ដែលកំសត់គាត់អត់មានផ្ទះអត់មានលុយអត់មានគ្រួសារគាត់កំសត់ណាស់ហើយគាត់សុំលុយយើងអញ្ចឹងណាអ្នកណាមានចិត្តមេត្តាករណាដាក់លុយឲ្យគាត់មកអញ្ចឹងទៅគាត់ដាក់ប៉ុណ្ណឹងហើយគាត់អង្គុយនឹងចាំអត់មានណាដាក់ឲ្យគាត់ទេគេដើរទៅដើរហួសមកហួសទៅហួសមកហួសហើយទៅពេលទៅមានស្ត្រីម្នាក់ហ្នឹងគឺគាត់ជា lawyer ជាមេធាវីដែលធ្វើការនៅក្នុងហ្នឹងគាត់ដើរមកដល់ពេលគាត់ដើរហ្នឹងស្បែកជើងកែងគាត់លឺប៉ុកពេលដើរមកដល់ទៅគាត់ក៏មើលនៅលើกระดาษដែលអ៊ំប្រុសហើយពីការផែនសរសេរថាគាត់ក្រណាគាត់អត់មានលុយគាត់ចង់បានលុយទៅអីញ៉ាំគាត់ពិបាកណាហើយចឹងទៅគាត់មើលហើយគាត់ញញឹមហើយស្ត្រីហ្នឹងគឺជាមេធាវីដែលពូកែហើយពាក់បន្តាខ្មៅស្លៀករ៉ូបខ្មៅអ្នកនរគ្នាដឹងហើយទៅនុយមេធាវីយ៉ាងម៉េចគឺពោពេញដោយអំណាចចំណេះដឹងអំណាចនៅក្នុងការងាររបស់គាត់ហ្នឹងហើយនឹងចំណេះដឹងនិយាយទៅថាជាបញ្ញវន្តម្នាក់អញ្ចឹងណាហើយគាត់ញញឹមហើយគាត់ក៏ទាញអាកណ្ដាស់ដែលអ៊ំប្រុសសរសេរហ្នឹងយកមកពវល់ទៅមកឈៀងទៀតអត់មានសរសេរគាត់យកបិចពីកន្លែងកតាបគាត់មកគាត់សរសេរគាត់និយាយថាគាត់សរសេរក្នុងហ្នឹងគឺមានន័យថាពិភពលោកនេះគឺស្រស់ស្អាតណាស់ពិភពលោកនេះគួរឲ្យចង់រស់នៅដូចផ្កាអញ្ចឹងអ្នកឃើញផ្ការីកមានពន្លឺថ្ងៃមានទេសភាពស្រស់ស្អាតប៉ុន្តែខ្ញុំអត់មានវាសនាអាចមើលឃើញពិភពលោកដ៏ស្រស់ស្អាតហ្នឹងទេហើយគាត់សរសេរប៉ុណ្ណឹងហើយស្ត្រីហ្នឹងក៏គាត់ដើរចេញទៅដល់ពេលដល់ស្ត្រីចេញបាត់ទៅអ្នកដែលដើរកាត់ហ្នឹងគេមើលគេឃើញពាក្យដែលមេធាវីនឹងសរសេរថាពិភពលោកពិតជាស្រស់ស្អាតប៉ុន្តែគាត់អត់មានវាសនាបានឃើញម្នាក់អាណិតគាត់ណាដាក់លុយគាត់បោះចូលនៅក្នុងអាកតូសុំប្រាក់ហ្នឹងពុងប៉ាំងរហូតដល់បានច្រើនមែនតើហើយចឹងទៅស្អែកឡើងអ៊ំហ្នឹងគាត់មកអង្គុយទៀតហើយគាត់អង្គុយហើយមេធាវីនេះដើរមក
លឺកែងចោកពុកចឹងហើយអ៊ំពីការភ្នែកហ្នឹងគាត់ចាំសំលេងកែងជើងហើយគាត់ក៏យកដៃចាប់ជើងក៏ជើងស្ត្រីទាំងពីរហ្នឹងហើយគាត់សួរថាតើអ្នកនាងនិយាយអីបានគេឲ្យលុយគាត់ច្រើនម៉េចគាត់ចង់ដឹងតើអ្នកនាងនិយាយអីហើយមេធាវីហ្នឹងគឺគាត់ញញឹមហើយគាត់ដើរហួសទៅអញ្ចឹងក្នុងនេះខ្ញុំតែនិយាយលេងមួយកូនខ្ញុំពេលខ្លះយើងអត់ចេះប្រើពាក្យយើងនិយាយថាពិភពលោកហ្នឹងចឹងនិយាយថាគាត់ដើមហ្នឹងគាត់និយាយថាគាត់ពិបាកណាស់អីណាគាត់ចង់បានលុយគេអត់ឲ្យលុយគាត់ហេតុអីទស្សនៈរបស់ខ្ញុំមានន័យថាម្នាក់សិតតែមានការលំបាកម្នាក់សិតក៏ត្រូវការលុយដើម្បីរស់មិនមែនតែគាត់ទេដែលពិបាកគេដតីក៏ពិបាកទេអញ្ចឹងគេមិនឲ្យគាត់គេត្រូវការរស់ដែរហើយដល់ពេលថ្ងៃក្រោយមកស្ត្រីនឹងបដិវល់មកសរសេរថាពិភពលោកស្រស់ស្អាតតែគាត់អត់មានវាសនាបានឃើញហើយយើងពិចារណាមើលថាយើងពិតជាមានសំណាងអ្នកទាំងអស់មានសំណាងមានភ្នែកមានអីមើលឃើញភពផែនដីហ្នឹងប៉ុន្តែអ៊ំហ្នឹងក៏អត់មានសំណាងអញ្ចឹងយើងចង់ឲ្យអ៊ំហ្នឹងមានសំណាងយើងចែកម្លែកយើងឲ្យលុយទៅគាត់ឲ្យគាត់អាចទិញអីញ៉ាំដោយសារគាត់ពិការអញ្ចឹងណាក្នុងន័យហ្នឹងខ្ញុំមិនដឹងថាបកស្រាយមិនខ្ញុំយល់ទៅក្នុងចិត្តរបស់ខ្ញុំគឺមានន័យថាដូចថាគាត់ជាមនុស្សអភ័ព្វគាត់អត់បានមានអ្វីគ្រប់យ៉ាងអាចមើលឃើញអីចឹងណាហើយយើងដែលអាចមើលឃើញខ្លះយើងមានសំណាងជាងគាត់អញ្ចឹងហេតុអីបានយើងមិនចែកសំណាងតិចតួចដែលអាចឲ្យគាត់យកទៅទិញអីញ៉ាំអីចឹងគឺយើងចង់ឲ្យលុយគាត់ហ្មងពេលយើងមើលហើយអញ្ចឹងអ្នកនរគ្នាខ្ញុំអត់ដឹងថាអ្នកនរគ្នាយល់ដូចខ្ញុំអត់ទេខ្ញុំយល់អញ្ចឹងប៉ុណ្ណឹងហើយវីដេអូនេះដែរក៏ឈានដល់ទីបញ្ចប់ហើយធម្មតាវីដេអូនេះគឺខ្ញុំតែងតែនិយាយលេងមួយកូនស្រីជាទីស្រឡាញ់របស់ខ្ញុំប៉ុន្តែដោយសារខ្ញុំចង់ធ្វើជាកម្រងអនុស្សាវរីយ៍ផ្ទាល់ខ្លួនអញ្ចឹងខ្ញុំក៏ថតជាវីដេអូនេះទៅអញ្ចឹងឯងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចរកប្រយោជន៍និងស្ដាប់លេងកំសាន្តហើយបើសិនជាការនិយាយនឹងមានលើសលួសខ្វះខាតមានតែសូមអភ័យទោសពីចម្ងាយតែប៉ុណ្្នឹងឯងអូខេអ្នកទាំងអស់គ្នាអរគុណច្រើនពិភពលោកនឹងពិតស្រស់ស្អាតនេះជាផ្កានៅមុខផ្ទះខ្ញុំណាស្រស់ស្អាតមែនតាបូកនឹងពន្លឺថ្ងៃទៀតមើលនេះ